ពេលគាត់បើកភ្នែកឃើញមុខខ្លួននៅក្នុងពិភពដែលសម្រាមក៏កុញដូចភ្នំហើយមានសត្វសម្រាមអារក្សដែលផ្សំពីកាកសំណល់ដែលល្បាតពេញទីភ័យខ្លាចឆក់យកបេះដូងលូឌឺសភាពគាត់រស់រៀនជំរុញឲ្យគាត់រត់គេចប៉ុន្តែសត្វទាំងនោះឆ្លាតវៃបែងចែកកម្លាំងហើយបង្កើតរង្វង់ចាប់គាត់យ៉ាងតឹងរឹងក្បាលសត្វយក្សមួយស្ទុះវីមកលូឌឺរួចផុតយ៉ាងសឹងមិនជឿបើមិនដូច្នោះទេគាត់នឹងត្រូវបំបែកជាបំណែកមុនទាន់ដកដង្ហើមឈឺចាប់ដុតសាច់ក៏រាលដាលព្រោះឧស្ម័នពុលពីសម្រាមកំពុងចូលលុកលុយរាងកាយគាត់លូឌឺគិតថាតើខ្លួនត្រូវស្លាប់យ៉ាងអាណិតក្នុងកន្លែងស្អុយស្ករនេះមែនទេក្នុងខួរក្បាលគាត់ឃើញរូបភាពការស្លាប់ដ៏សាហាវនិងមុខមនុស្សដែលស្អប់គាត់ចង់ឲ្យគាត់ស្លាប់គាត់គៀបធ្មេញស្រែកក្នុងចិត្តថាមិនអាចស្លាប់បានទេគាត់មិនទាន់រកឃើញអ្នកសម្លាប់ឪពុកឡើយជំនឿសង្សឹកដុតដាដូចភ្លើងហាក់បីដូចជាដាស់អំណាចអាថ៌កំបាំងក្នុងខ្លួនសត្វមួយទៀតពីមកលូឌឺមិនបែរមុខទាត់ត្រឡប់វិញមួយដងបណ្ដាលឲ្យសត្វនោះហោះត្រឡប់ក្រោយស្ថានភាពបត់បែនលូឌឺចាប់ផ្ដើមវាយប្រហារទោះត្រូវបុកហោះឆ្ងាយជាច្រើនម៉ែត្រក៏មិនរងរបួសធ្ងន់ទេប៉ុន្តែគាត់ក្អួតឈាមដឹងថាត្រូវបញ្ចប់ឲ្យលឿនសត្វពីរវាមកពេលតែមួយលូឌឺផ្ទុះកម្លាំងដៃដូចកាំបិតបំបែកពួកវាជាបំណែកគាត់យកសន្លឹកដែកមួយលោតឡើងលឿនដាច់សត្វមួយទៀតបណ្ដាលឲ្យផ្ទុះសត្វសម្រាមត្រូវបំផ្លាញមិនទាន់សម្រាប់សត្វយក្សធំបំផុតវាមកវីដីបង្កើតរលកកម្លាំងបោះលូឌឺហោះចេញក្នុងពុកធូលីក្នុងភាពស្រអាប់លូឌឺឃើញមនុស្សម្នាក់មកចិត្តដាក់ម៉ាស់ការពារឧស្ម័នឲ្យគាត់ហើយបញ្ចេញសញ្ញាឲ្យស្ងៀមលូឌឺមានសំណួរច្រើនសួរមិនឈប់បរោះនោះទ្រាំមិនបានប្រាប់ថាសត្វទាំងនេះហៅថាសត្វសម្រាមអារក្សអាវុធធម្មតាមិនអាចសម្លាប់វាបានហើយវាស្ដាប់សំឡេងខ្លាំងណាស់ព្រោះលូឌឺស្រែកសត្វទាំងអស់កំពុងមកចិត្តដូច្នេះត្រូវសម្លាប់វាពេលនោះឆាត់នៅដៃបរោះបញ្ចេញពន្លឺមាសប្រែคล้ายជាអាវុធគាត់បង្វិលឆាត់ដូចម៉ាស៊ីនកិនសម្រាប់សត្វយក្សឲ្យคล้ายជាបំណែករាប់មិនអស់លូឌឺភ្ញាក់ផ្អើលព្រោះសត្វដែលត្រូវសម្លាប់មិនអាចស្ដារឡើងវិញបានសត្វកាន់តែច្រើនមកដល់បរោះបង្ហាញសមត្ថភាពដ៏សាហាវចល័តក្នុងហ្វូងសត្វវាមួយដងស្លាប់មួយក្នុងពេលខ្លីសត្វសម្រាមអារក្សត្រូវសម្អាតអស់លូឌឺស្ពឹកក្នុងចិត្តថាបើខ្លួនមានអំណាចបែបនេះនឹងសងសឹកឪពុកចិញ្ចឹមឲ្យបានតែសត្វយក្សមួយនៅរស់វាបើកមាត់ទឹករំអិលពលបរោះនោះប្រុងប្រយ័ត្នបោះវាចោលដោយជំនាញបន្ទាប់ពីបញ្ចប់សត្វទាំងអស់បរោះណែនាំខ្លួនថាគាត់ឈ្មោះអិនឈីងជាអ្នកបោះសម្រាមអំណាចមុនទាន់និយាយចប់លូឌឺសន្លប់ដោយសារស្រូបឧស្ម័នពុលច្រើនពេក